ចំពោះស៊ីសន15នៅមកដល់ថ្ងៃទី17ខែ6ខាងមុខនឹងហើយហើយចាំមើលតែមានអីការប្រែថ្មីខ្លះពួកអីឮថាស៊ីសន15ខាងមុខហ្នឹងគឺមានការផ្លាស់ប្ដូរច្រើនខ្លាំងមែនទែនតាក់ទងជាមួយ hero ថ្មីចឹង Honor King គឺបានចេញម្ដងទាំង4 hero តែម្ដង hero ទី1នេះគឺជា hero ហើយ Devara ចំពោះ hero នេះគឺខ្ញុំគិតថាអ្នកនរក៏រងចាំលេងដូចគ្នាចឹងគឺឥឡូវនេះគឺវាបានត្រឡប់មកនៅ server global ហើយចឹងគឺដូរទាំងរូបរាងដូរទាំងឈ្មោះហើយចំពោះ hero នេះដែរគឺតំណាងឲ្យប្រទេសឥណ្ឌាហើយចំពោះ hero ទាំង3ទៀតគឺមកពី AOV តែ hero ទាំង3ហ្នឹងគឺខ្ញុំមិនដឹងថាគេដាក់លេងរហូតគឺគ្រាន់តែឲ្យយកមកតេស្តលេងដើម្បី vote ធ្វើជា hero មួយដើម្បីចេញជា hero បន្ទាប់ទៀតអញ្ចឹងហើយចំពោះការ update បន្ថែមហ្នឹងគឺការកែប្រែ control នៃការប្រើ skill របស់ឲ្យតួអង្គដើម្បីយើងលេងទៅងាយស្រួលនៅពេលប្រើ skill ប្រើអីទៅវារៀង smooth ជាងមុនតែ control នៃការដើរនៃការបញ្ជារបស់ឲ្យតួអង្គយើងហ្នឹងគឺគេបានកែប្រែច្រើន hero ខ្លាំងមែនទែនទាំងអស់ហ្នឹងណាហើយមិនត្រឹមប៉ុណ្្នឹងទេដើម្បីតែ UI នៅកន្លែង lobby នោះគឺគេបានកែប្រែថ្មីដែរជាមួយ interface ថ្មីហើយកន្លែង shop កន្លែងលក់ skin នេះគឺគេអាចមានការកែប្រែទៀតដែរហើយក្នុងនោះគេបានបញ្ជាក់ដែរគេកាត់បន្ថយ lag នៅពេលដែលយើងចូលលេងទៅវានឹង slow ឬក៏ធ្លាក់ frame rate អីចឹងគេបានកែប្រែដូចគ្នាហើយតាមព័ត៌មាននោះគឺថា spec link អ្នកនរគ្នាអញ្ចឹងគឺគេលេងដាក់ spec link មកជាមួយទៀតហើយអញ្ចឹងមួយរយៈហ្នឹងមានគ្នាយ៉ាងល្អច្រើនខ្លាំងមែនទែនចំពោះ spec link ណាគឺមានការធុញជាខ្លាំងអញ្ចឹង developer គឺបានគេដក spec link ចេញហើយអញ្ចឹងគឺចំនួនវិញនៃការ spec link ថ្មីគឺជីកកំបប់ឲ្យយើងហើយចំពោះឲ្យមុខគេថ្មីនេះក៏ឃើញមានគេដាក់បន្ថែមមកទៀតដែរដូចជាការទិញលក់ item របស់យើងនៅក្នុង game ហ្នឹងអញ្ចឹងគឺយើងអាចយករបស់របរយើងយកទៅលក់បានហើយចំពោះការ collaboration ក៏មានដំណឹងលេចលឺមកផងដែរគេថា season ថ្មីនេះគឺតាក់ទងនឹងការជីកកំណប់នៅការរកកំណប់អញ្ចឹងណាអញ្ចឹងគឺមានគ្នាយើងពិភាក្សាខ្លាំងមែនទែនថាការ collaboration នោះគឺអាចភាគរយច្រើនគឺ One Piece អញ្ចឹងខ្ញុំក៏ដឹងដូចគ្នាមានតរងចាំមើល season ថ្មីមកដល់ទេហើយ slot សម្រាប់ដាក់ skin collaboration ថ្មីនេះគឺចេញមកជាច្រើនមែនទែនឃើញគេផុសហើយគឺជា slot សម្រាប់ skin collaboration ខែ6ហ្នឹងនឹងថាសម្រាប់ skin collaboration ទាំងអស់ឬក៏មាន skin ផ្សេងថ្មីដែលមកជាមួយទៀតដែរអញ្ចឹងណាហើយចម្លើយដែលដឹងច្បាស់បំផុតនោះគឺមានតែចាំមើលដល់ថ្ងៃវាចេញទេអញ្ចឹងវាតរងចាំទេចាំមើលមានព័ត៌មានអីថ្មីទៀតខ្ញុំនឹងប្រាប់អ្នកនរគ្នានៅវីដេអូក្រោយទៀត